នេះគឺជាវីដេអូលំអិតអំពី iOS 18 ហើយមានបងប្អូនច្រើនមែនតើបានឆាតមកខ្ញុំសុំអំពីរបៀបឡើងទៅកាន់ iOS 18ដោយសារពួកគាត់ឡើងអត់បានអញ្ចឹងជាដំបូងបងប្អូនទាំងគ្នាត្រូវតែប្រកាសថានៅពេលបងប្អូនចង់ឡើងទៅកាន់ iOS 18បងប្អូនត្រូវតែមាន Apple ID មួយហើយបើសិនជាបងប្អូនទាំងគ្នាអត់ចេះបង្កើត Apple ID ទេចូលទៅកាន់ group Telegram ចែករំលែករបស់ខ្ញុំទៅខ្ញុំនឹងមានទម្លាក់វីដេអូប្រភេទបង្កើត Apple ID ហ្នឹងនៅក្នុង group តែម្ដងអញ្ចឹងជាដំបូងបងប្អូនទាំងគ្នាត្រូវតែចូលទៅកាន់ Safari ដើម្បីយក Apple ID ដែលយើងបានបង្កើតហ្នឹងlog in នៅក្នុង website developer អញ្ចឹងយើងចូលទៅកាន់ Safari មកបងប្អូនចុចទៅលើកម្មវិធីហ្នឹងហើយបងប្អូន search ពាក្យថា profile beta នេះគឺជាដំណាក់កាលនៅក្នុងការចូលងាយស្រួលបំផុតសម្រាប់បងប្អូនដែលមិនសូវចេះភាសាអង់គ្លេសអញ្ចឹងបងប្អូនចូលទៅកាន់ profile beta ហ្នឹងមកបាទបងប្អូនវាយតាមខ្ញុំហើយឃើញអក្សរបែបនេះបងប្អូនចុចលើហ្នឹងទៅបន្តមកទៀតវាចូលមកបែបនេះបងប្អូនចុចលើគេហ្នឹងមកហើយបងប្អូនរងចាំបន្តិចបងប្អូនអូសទៅក្រោមដើម្បីរកមើលiOS 18អានេះគឺជា iOS 18មួយគឺជា iOS ដែល support ជាមួយនឹង iPhone 15 Pro ក៏ដូចជា15 Pro Max ហើយមួយនេះគឺជា iOS 18ហើយសម្រាប់ការ support គឺវា support ចាប់ពី iPhone XR, XS, XS Max 11, 12, 13, 14 និង 15ហើយសម្រាប់ការដំឡើងបងប្អូនចុចនៅលើនេះបាទគឺបងប្អូនចុចលើកម្មវិធីនឹងមកកន្លែងពណ៌ខៀវហ្នឹងហើយបងប្អូនអូសទៅក្រោមទៅរកលេខ2អញ្ចឹងយើងអូស scroll ទៅក្រោមទៅហើយបន្តមកទៀតគឺដល់ចំណុចលេខ2អូខេឥឡូវយើងអូសទៅក្រោមតិចទៀតអានេះដោយសារតែខ្ញុំ detail បងប្អូនមើលទេអញ្ចឹងយើងមកដល់ចំណុចលេខ2បងប្អូននឹងឃើញអក្សរពណ៌ខៀវមកបន្តដែលគេដាក់ថា developer.com .apple អីចឹងទៅអញ្ចឹងបងប្អូនចុចលើហ្នឹងបន្តមកទៀតយើងរងចាំបន្តិចវានឹងធ្វើការឲ្យយើង sign in Apple ID ដែលយើងបានបង្កើតឬក៏យើងមានហើយហ្នឹងចូលមកក្នុងនេះតែម្ដងអញ្ចឹងខ្ញុំសូមវាយតាមអ្វីដែលខ្ញុំបានបង្ហាញនេះគឺជា Apple ID របស់ខ្ញុំទេបងប្អូនដាក់ Apple ID របស់បងប្អូនទៅហើយធ្វើតាមដំណាក់កាលដែលគេបានបង្ហាញបងប្អូនទៅអញ្ចឹងបងប្អូននឹងជោគជ័យដោយអ្វីដែលខ្ញុំបានធ្វើការបង្ហាញឥឡូវនេះខ្ញុំសូមវាយតាមអ្វីដែលខ្ញុំបានដាក់នេះគឺជា Apple ID របស់ខ្ញុំដោយបញ្ជាក់អញ្ចឹងហើយសម្រាប់បងប្អូនគឺត្រូវតែដាក់ Apple ID របស់បងប្អូននៅចំណុចហ្នឹងនៅពេលដែលបងប្អូន log in គឺបងប្អូនចុចសញ្ញាព្រួញទៅបាទគឺសញ្ញាព្រួញនៅខាងកណ្ដាលហ្នឹងបងប្អូនចុចទៅមុខទៅវានឹងធ្វើការ log in ហើយបន្តមកទៀតគឺយើងធ្វើការបញ្ចូលនៅ password របស់វាឬក៏យើងហៅថាលេខសម្ងាត់របស់ Apple ID ហ្នឹងបន្ទាប់ពីយើងចុចហើយយើងវាយលេខកូដហើយយើងចុចសញ្ញាព្រួញទៅមុខទៀតទៅបន្តមកទៀតយើងរងចាំបន្តិចដើម្បីឲ្យវា process ចប់ហើយវានឹង load ឲ្យយើងអានេះបើសិនជាបងប្អូនមាន two factor គេហៅថាលេខកូដ2តង់សម្រាប់ Apple ID ដែលការពារណាគឺបងប្អូនត្រូវតែវាយលេខកូដមួយតង់ទៀតប៉ុន្តែបើសិនជាបងប្អូនអស់បើសិនជាបងប្អូនទាំងគ្នាអត់មានទេកន្លែងហ្នឹងមិនបាច់វាយទេវាអត់ទៀមទាទេហើយបើកន្លែងនេះបងប្អូនចុចអក្សរពណ៌ខៀវមកដើម្បី trust វាហើយវាមានឲ្យបងប្អូន checking មួយតង់ទៀតប៉ុន្តែដោយសារតែខ្ញុំបាន log in ច្រើន website ហើយអញ្ចឹងវាអត់ទៀមទាឲ្យខ្ញុំធ្វើការ check in ទេអញ្ចឹងខ្ញុំគ្រាន់តែចុចកន្លែងហ្នឹងទៅវា load ទៅដល់កន្លែងមួយដែលគេដាក់ថា end today enroll today បាទអញ្ចឹងកន្លែងនេះគឺចប់ហើយអត់មានអីត្រូវធ្វើទៀតទេនេះគ្រាន់តែខ្ញុំ scroll ឲ្យបងប្អូនមើលអំពី detail តែប៉ុណ្ណោះសម្រាប់ចំណុចបន្ទាប់គឺបងប្អូនចូលទៅកាន់ software update ទៅហើយបន្តមកទៀតគឺប្រហែលជាបងប្អូនខ្លះក៏មានបងប្អូនខ្លះទៀតក៏អត់មាន software update នៅត្រង់ចំណុចហ្នឹងដែរអញ្ចឹងអានេះគឺជាកន្លឹះទី2នៅក្នុងការដំឡើងអញ្ចឹងបងប្អូនអត់ឃើញទេនៅពេលបងប្អូន log in ប៉ុណ្ណឹងហើយអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់ទៀតគឺយក Apple របស់ ID បង Apple ID របស់បងប្អូនហ្នឹងទៅ log in នៅក្នុង iCloud អញ្ចឹងបងប្អូនយកចូលមកខាង setting ហើយចុចនៅលើ iCloud ហ្នឹងទៅបងប្អូនយកអាខាងក្រោមគេហើយធ្វើការវាយបញ្ចូលនៅលេខកូដឬក៏ Apple ID របស់បងប្អូនដែលបានបង្កើតហ្នឹងចូលនៅក្នុង account របស់យើងផ្ទាល់តែម្ដងអញ្ចឹងនៅត្រង់ចំណុចនេះបញ្ជាក់បងប្អូនបើសិនជា Apple ID ហ្នឹងមិនច្បាស់លាស់ទេបងប្អូនកុំ log in អីវាអាចនឹងមានបញ្ហាជាប់ iCloud ជាប់អីចឹងទៅប៉ុន្តែបើសិនជាបងប្អូនច្បាស់ថាហ្នឹងគឺជា Apple ID របស់បងប្អូន log in ទៅវាគ្មានបញ្ហាទេអញ្ចឹងខ្ញុំ log in រួចរាល់ហើយខ្ញុំដាក់ password ដាក់អីទៅបន្តមកទៀតគឺយើងធ្វើការ log in រួចរាល់យើងរងចាំវាបន្តិចទៅវានឹង load ចូលមកបែបនេះបន្ទាប់ពីយើងធ្វើការ log in រួចរាល់ហើយអស់អ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងចូលទៅកាន់ setting ម្ដងទៀតបាទឥឡូវនេះគឺយើង log in រួចរាល់ហើយអញ្ចឹងខ្ញុំសូមធ្វើការចេញពីកម្មវិធី Telegram សំដៅ setting នឹងសិនហើយយើងចូលទៅម្ដងទៀតបន្តមកទៀតគឺយើងចូលទៅកាន់ general ដើម្បីចូលទៅកាន់ software update អូខេឥឡូវយើងចូលទៅកាន់ general មកសំដៅអានេះខ្ញុំចុចខុសបាទចុច general ចុចពាក្យថា software update ដើម្បីធ្វើការរងចាំមើលតើវាមានឬក៏អត់អូខេបន្ទាប់មកគឺវាបង្ហាញ beta update មកហើយអញ្ចឹងយើងចុចលើហ្នឹងមកបន្តមកទៀតបងប្អូនអាចរើសបាន developer ក៏បាន public ក៏បានបងប្អូនយកមួយណាក៏បានដែរសម្រាប់ iOS 18ហ្នឹងបន្ទាប់ពីបងប្អូន select បែបហ្នឹងហើយគឺវាចប់រួចរាល់ហើយយើងចេញមកវិញមកគឺវានឹងបង្ហាញជាមួយនឹងiOS 18តែម្ដងអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងគ្នា